បាទត្រួតទស្សនិកជនជាទីគោរពនិងជាទីមេត្រីនៅពេលនេះសូមអញ្ជើញលោកអ្នកតាមដានទស្សនាការផ្សាយផ្ទាល់ជាមួយនឹងកម្មវិធីព័ត៌មានរបស់ត្រួតទស្សនិកជនដោយជាដំបូងនេះយើងខ្ញុំសូមលើកយកនៅព័ត៌មានក្នុងប្រទេសមកជម្រាបជូនមន្ទីរព្យាបាលថ្មិញបច្ចឹមធ្វើកម្មវិធីមនុស្សធម៌ដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋកម្ពុជាដែលបានទទួលរងគ្រោះដោយទឹកជំនន់និងដើម្បីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាមន្ទីរព្យាបាលថ្មិញបច្ចឹមបានរៀបចំកម្មវិធីមនុស្សធម៌ដើម្បីប្រមូលថវិកាពីចំណូលទាំងអស់នៃការចូលព្យាបាលរបស់អតិថិជនទៅជូនដល់ជនរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គកម្មវិធីនេះប្រពធ្វើឡើងរយៈពេលពេញមួយថ្ងៃនៅថ្ងៃទី30ខែតុលាឆ្នាំ2011នៅសាខាចំនួន3ទីតាំងរបស់មន្ទីរព្យាបាលថ្មិញបច្ចឹមរួមមានសាខាវិមានឯករាជ្យខាងត្បូងវិមានឯករាជ្យមហាវិថីព្រះនរោត្តមសាខាអូឡ িম্প ិកខាងត្បូងជាប់ស្តាតអូឡ িম্প ិកនិងសាខាខេត្តសៀមរាបតាមបណ្ដោយវិថីឆ្ពោះទៅកាន់ប្រាសាទអង្គរវត្តទល់មុខស្តាតចាស់កម្មវិធីនេះចាប់ផ្ដើមពីម៉ោង8ព្រឹករហូតដល់ម៉ោង5:15នាទីល្ងាចដើម្បីជាការលើកទឹកចិត្តនិងជំរុញឲ្យមានការចូលរួមចំណែកក្នុងកម្មវិធីមនុស្សធម៌ឲ្យបានកាន់តែច្រើននោះអតិថិជនទាំងអស់ក៏នឹងទទួលបាននូវការបញ្ចុះតម្លៃ 20% ផងដែរសម្រាប់គ្រប់សេវាកម្មព្យាបាលទាំងអស់លោកលេងតង់ដែលជានាយកមន្ទីរព្យាបាលថ្មិញបច្ចឹមបានមានប្រសាសន៍ថាស្របតាមអនុសាសន៍ដ៏គង់គូរបស់សម្ដេចនាយករដ្ឋមន្ត្រីគឺមានប្រសាសន៍ថាសូមឲ្យស្ថាប័នរដ្ឋឬស្ថាប័នឯកជនឲ្យយកចិត្តទុកដាក់ចំពោះជនរងគ្រោះដោយសារគ្រោះទឹកជំនន់ជាគ្រោះមហន្តរាយដ៏ធំធេងសម្រាប់ឆ្នាំ2011នេះដើម្បីរួមចំណែកក្នុងនោះគឺមន្ទីរព្យាបាលថ្មិញបច្ចឹមបានជ្រើសរើសថ្ងៃទី30ខែតុលានេះធ្វើការព្យាបាលដល់បងប្អូនអតិថិជនទាំងអស់នៅពេលដែលយើងទទួលបានប្រាក់ចំណូលពីការព្យាបាលទាំងអស់នេះគឺយើងនឹងបង្វែរទៅទិញជាសម្ភារៈដែលចាំបាច់សម្រាប់ជនរងគ្រោះសារទឹកជំនន់នៅក្នុងខេត្តកណ្ដាលហើយក្នុងនោះដែរមន្ទីរព្យាបាលថ្មិញបច្ចឹមយើងជួយលើសាខា3គឺសាខានៅវិមានឯករាជ្យសាខានៅអូឡ িম্প ិកហើយនៅខេត្តសៀមរាបដើម្បីប្រមូលថវិកាសម្រាប់កម្មវិធីមិសវ័នហើយជាឱកាសនេះខ្ញុំក៏សូមអរគុណផងដែរដល់បងប្អូនអតិថិជនទាំងអស់ដែលបានចំណាយថវិកាមកទទួលនៅសេវាព្យាបាលជំនួយមកថ្មីនឹងទីជាថ្មិញបច្ចឹមព្រោះថាថវិកាដែលបានពីបងប្អូនទាំងអស់នឹងបានទៅដល់ដៃរបស់ជនរងគ្រោះទាំងអស់